ឥឡូវនេះបើសិនជាមានការងារធ្វើមានប្រាក់ខែមានប្រាក់ចំណូលយើងជាមនុស្សសំណាងហើយអ្នកទាំងនេះមិនដឹងអត់ថាមនុស្សជាច្រើនហូបមួយថ្ងៃដើម្បីរស់មួយថ្ងៃអ្នកខ្លះគឺអាចនឹងរកហើយអត់ទាំងគ្រប់សម្រាប់ការចំណាយប្រចាំថ្ងៃក៏ទៀតខ្ញុំបានជួបជាមួយនឹងបងអ្នកទៅ Pass App នៅពេលដែលខ្ញុំជិះPass App របស់គាត់ហើយខ្ញុំសួរគាត់ថាតើជាមធ្យមមួយរយៈក្រោយនេះបងរកចំណូលបានប៉ុណ្ណាដែរអញ្ចឹងអ្វីដែលជាចំណាយពីគាត់គឺគាត់ថាពេលខ្លះអាចរកបានមួយថ្ងៃតែ 5,000 ឬក៏ 10,000 រៀលតែប៉ុណ្ណោះហើយខ្ញុំសួរថាតើលុយហ្នឹងបងផ្គត់ផ្គង់របៀបម៉េចពួកបងត្រូវការចាក់ហ្គាសបងត្រូវការចាយវាយហូបបាយគាត់ថាអត់គ្រាន់ទេប៉ុន្តែធ្វើម៉េច 10000 វាគ្រាន់បើជាងអត់អញ្ចឹងបើសិនជាអ្នកនរគ្នាមានការងារពេញម៉ោងធ្វើមានប្រាក់ខែលក់អីវ៉ាន់ដាច់មានចំណូលយើងគួរតែត្រេកអរជាមួយនឹងអ្វីដែលយើងមានពួកមនុស្សជាច្រើនកំពុងតែចង់បានជីវិតដូចដែលយើងមានសប្តាហ៍ថ្ងៃហ្នឹងអញ្ចឹងហើយសូមឲ្យតម្លៃទៅលើតាក់ទងជាមួយនឹងជីវិតដែលយើងមានសប្តាហ៍ថ្ងៃហើយ enjoy ទៅលើអ្វីដែលយើងមានយើងអត់ពិបាកឯព្រោះនៅមានមនុស្សជាច្រើនដែលពិបាកជាងយើងទៀតអញ្ចឹងបើសិនជាមានអារម្មណ៍ថាខ្លួនឯងពិបាកខ្លាំងខ្ញុំចង់អ្នកទាំងគ្នាជិះម៉ូតូឬក៏ទៅខាងក្រៅដើម្បីមើលពីជីវិតទូទៅអ្នកទាំងគ្នានឹងអត់បាក់ទឹកចិត្តហើយអ្នកទាំងគ្នានឹងមានកម្លាំងឡើងមកវិញនេះគឺជាខ្លឹមសារខ្លីមួយដែលខ្ញុំចង់ចែកម្លែកជូនទៅកាន់អ្នកទាំងគ្នាដែលគាត់ស្មុគស្មាញគិតច្រើនគាត់ខ្ញុំចង់ធ្វើនេះសម្រាប់ចែកម្លែកមកដល់ខ្ញុំផ្ទាល់ក៏ដូចជា message មួយដែលខ្ញុំអាច reminder មកកាន់ខ្លួនឯងផងដែរអញ្ចឹងពេញចិត្តជាមួយនឹងអ្វីដែលយើងមានហើយយើងអត់ពិបាកទេព្រោះនៅមានមនុស្សជាច្រើនដែលពិបាកជាងយើងទៀតអញ្ចឹងសូម enjoy the moment ដែលយើងកំពុងតែមាន